បានបងប្អូនហ្នឹងហើយថ្ងៃពីធានបត់យើងមានឆ្ងាយពីគោទៅដដែលបងប្អូនធ្វើម៉េចបើយើងជាអ្នកចិញ្ចឹមគោនៅតាមស្រុកស្រែចកាបងប្អូនហ្នឹងហើយបងប្អូនថ្ងៃនេះខ្ញុំចង់លើកយក5ចំណុចពាក់ព័ន្ធនឹងការចិញ្ចឹមគោនិងរបៀបនៃការមើលថែណាបងប្អូនរបៀបនៃការមើលថែនិងការចិញ្ចឹមគោបែបស្រុកស្រែចម្ការការចិញ្ចឹមគោតាមស្រុកស្រែចម្ការវាជាមុខរបរប្រពៃណីដ៏សំខាន់មួយវាជួយទ្រទ្រង់ជីវភាពគ្រួសារកសិករព្រមទាំងផ្ដល់នៅជីធម្មជាតិសម្រាប់ស្រែចម្ការផងដែរបងប្អូនបាទនៅក្នុងហ្នឹងគឺវាមាន5ចំណុចបងប្អូនទី1មុននឹងយើងចាប់ផ្ដើមចិញ្ចឹមគឺយើងត្រូវជ្រើសរើសគោសម្រាប់ចិញ្ចឹមណាអានឹងទី1បងប្អូនហើយចំណែកទី2គឺការរៀបចំទ្រុងឬអាចនិយាយបានថាក្រោលមួយទៀតក៏បានដែរហើយចំណែកទី3នោះគឺជាការស៊ីចំណីនិងការផឹកទឹកអញ្ចឹងតែយើងគួរជ្រើសរើសយកវិធីសាស្ត្រដាក់ចំណីឲ្យមួយណាជាប្រភេទស៊ីចំណីបែបធម្មជាតិឬក៏ជាចំណីកែច្នៃអញ្ចឹងណាបងប្អូនទី3ហ្នឹងចំណែកទី4នោះគឺជាការថែទាំសុខភាពហើយនឹងការបង្ការជំងឺបងប្អូនមានន័យថាយើងត្រូវការចាក់ថ្នាំបង្ការឬក៏តាមដានសុខភាពគោដែរព្រោះរដូវវាតែផ្លាស់ទៅផ្លាស់មករដូវប្រាំងរដូវវស្សាអញ្ចឹងមានខ្យល់មានអីចឹងណាខែត្រជាក់ខែអញ្ចឹងទៅវាអាចមានការប្រែប្រួលអាកាសធាតុអញ្ចឹងគោក៏វាពេលខ្លះក៏វាអាចប្រឈមប៉ះពាល់នឹងជំងឺខ្លះដែរអញ្ចឹងត្រូវការមើលថែបងប្អូនហើយទី5ចុងក្រោយនោះគឺគេនិយាយពីអត្ថប្រយោជន៍បងប្អូនអត្ថប្រយោជន៍នៃការចិញ្ចឹមគោអញ្ចឹងមានន័យថា5ហ្នឹងគឺចុងក្រោយសំខាន់ជាងគេអត្ថប្រយោជន៍នេះគឺនិយាយពីថាចំណូលគ្រួសារមានន័យថាវាជាចំណូលគ្រួសារឬក៏ជាប្រភពចំណូលដ៏សំខាន់ពេលដែលត្រូវការលក់ដូរយកប្រាក់ទូទាត់ក្នុងការខ្វះខាតក្នុងគ្រួសារអញ្ចឹងបងប្អូនដូចជាបងថ្លៃសាលាកូនសិក្សាអញ្ចឹងទៅឬចំណាយពេលមានអាសន្នអន់ក្រពេលដែលវាកើតឡើងដែលចែកដន់អីចឹងណាបងប្អូនហើយមួយទៀតនោះគឺលិមួកវាគោវាអាចបង្កើតជាជីធម្មជាតិអាចប្រមូលលិមួកគោហ្នឹងធ្វើជាជីកំប៉ុស្តឬក៏ជីធម្មជាតិសម្រាប់ដាក់ដំណាំស្រូវនិងបន្លែបង្ការដោយមិនចាំបាច់ចំណាយប្រាក់ទិញជីគីមីបងប្អូនប៉ុន្តែជាទូទៅឥឡូវបងប្អូនកសិករយើងភាគច្រើនគាត់ប្រើជីគីមីអញ្ចឹងបើសិនជាយើងនៅតែនិយមប្រើយើងក៏អាចយកលិមួកគោហ្នឹងទៅប្រើក្នុងដីស្រែចម្ការយើងមានន័យថាវាកាត់បន្ថយនៃការទិញជីគីមីមួយចំនួនតិចដែរអញ្ចឹងណាបងប្អូនហើយអញ្ចឹងវាទី5នេះគឺវាមានសារៈសំខាន់ជាងគេបន្ទាប់ពីទី4ខាងលើដែលខ្ញុំរៀបរាប់មកមានន័យថាចំណូលគ្រួសារវាសំខាន់ណាស់បងប្អូនហើយពេលដែលយើងត្រូវការយកសាច់ប្រាក់ខ្វះខាតក្នុងគ្រួសារគឺយើងអាចបញ្ចេញបានភ្លាមអញ្ចឹងណាវាមិនលំបាកទេអញ្ចឹងអត្ថប្រយោជន៍